Video níផ្ញើជូនបងដែលគាត់កំពុងតែសម្លឹងមើលរកផ្ទះសង់រួចទិញហើយចូលនៅទិញដោយមិនបាច់រងចាំយូរបងអាចមកផ្ទះកែងមួយប្លង់នេះបានមិនត្រឹមតែជាផ្ទះដែលសង់រួចទេសំខាន់ជាប្រភេទផ្ទះដែលសង់ដីជំហៀងធំនិងខាងក្រោយធំបងប្អូនងាកចូលមកមើលខាងក្នុងចាគឺមានជាមួយនឹងចំណតឡានធំទលាយចាបងអាចឃើញបានចានិងមួយចំណែកទៀតគឺមានជាមួយនឹងសួនច្បារចាគឺខាងបរិយាគេរៀបចំ free ជា landscape មួយជុំផ្ទះជូនបងតែម្ដងអញ្ចឹងងាយស្រួលមែនតើបងទិញមកមិនគិតគូររឿងដេក័រ landscape អីទេចាគឺខាងបរិយាគេរៀបចំឲ្យបងប្អូនមកស្អាតរួចជាស្រេចហើយចាអញ្ចឹងដីជំហៀងខាងនេះសល់បាន2ម៉ែត្រកន្លះខាងក្រោយផ្ទះសល់បាន3ម៉ែត្របងនិយាយទៅគឺជាប្រភេទវីឡាតូលហើយសក់ដីទលីអញ្ចេះគឺល្អមែនតើខ្យល់អាកាសចេញចូលបានល្អចាហើយដីខាងក្រោយនេះគឺអត់មានជាប់ជាមួយនឹងផ្ទះអតិជនទេគឺគាត់ទិញដីធំអញ្ចឹងខ្យល់ខាងក្រោយគឺខ្យល់បរិសុទ្ធល្អចូលមកពេញផ្ទះហ្មងពលឺអីក៏ចេញចូលគ្រប់គ្រាន់ដែរហើយបើបងដើរទៅមកចាហៀងទៀតសក់បាន1ម៉ែត្រកន្លះទៀតអញ្ចឹងអត់មានជាប់អញ្ចាំងឬក៏អឹបអត់មានទីធ្លាដើរទេចាគឺមានទីធ្លាដើរជុំវិញផ្ទះដូចបងប្អូនបានឃើញអញ្ចឹងណាចាតោះឥឡូវកុំឲ្យបងខាត់ពេលយូរយើងចូលទៅខាងក្នុងតែមុននឹងដល់ខាងក្នុងចង់ឲ្យបងមើលកន្លែងនេះកន្លែងនេះគឺខាងបរិយាយើងបានរៀបចំជាមួយនឹងប្រព័ន្ធទុកឲ្យបងដាក់ជាម៉ាស៊ីនបោកគក់ទៀតណាអញ្ចឹងហាកៅអៅក្រោយផ្ទះម៉ាស៊ីនបោកគក់កន្លែងនេះអីមកបែបម្យ៉ាងដែរហើយនៅពេលដែលបងចូលមកខាងក្នុងចាគឺយើងបានឃើញជាមួយនឹងចក្រានបាយចានេះគឺជាចក្រានបាយសម្រាប់ចម្អិនទំហំគឺធំទលាយមានជាមួយនឹងម៉ាស៊ីនបឺតក្លិនបឺតផ្សែងជូនបងមួយចេញពីនឹងមកចាគឺមានជាមួយនឹងចក្រានបាយស្ងួតចក្រានបាយស្ងួតនេះហេតុតែមិនគេធ្វើឡើងមកបងងាយស្រួលនៅពេលដែលបងមានសាំងវិចអាំងសាំងវិចលាងបន្លែលាងអីគាត់អាចរៀបចំទៅនឹងបានចំណុចពិសេសក្នុងផ្ទះហ្នឹងបងឃើញមានសម្ភារៈអីបងទទួលបានទាំងអស់ដូចជាទូតាំងកញ្ចក់ទូតាំងដេក័រវត្ថុអនុស្សាវរីយ៍អីហ្នឹងគឺមានទាំងអស់ហើយបងមើលកន្លែងទទួលភ្ញៀវគេអីធំទលាយអាចទទួលភ្ញៀវចន្លោះពី7ទៅ10នាក់អត់មានចង្អៀតទេហើយចង់បញ្ជាក់ជូនបងមួយទៀតសម្រាប់ផ្ទះខាងយើងគឺយើងរៀបចំដោយសំណង់ឥដ្ឋ20អញ្ចឹងបងអាចរស់នៅជាមួយនឹងទំនុកចិត្តបាន 100% តែម្ដងអញ្ចឹងនៅជាន់ផ្ទាល់ដីយើងមានបន្ទប់គេងមួយដែរនៅខាងក្រោមនេះតែម្ដងចានិយាយទៅធំស្អាតមែនតើហើយទលាយទំហំបន្ទប់អីអាចទុកឲ្យតាយាយម៉ាក់ប៉ាចាស់គាត់នៅបានចេញពីនឹងមកបងមើលលេខនេះគឺយើងមានជាមួយនឹងបន្ទប់ទឹកចារៀបចំឥដ្ឋក្រូស្ងួនឥដ្ឋលងពីក្រោមដល់ពីដានចឹងទៅរៀបចំឲ្យបងមកស្អាតនៅក្រោមចដើមានកូនឃ្លាំងមួយបន្ថែមទៀតបងឃើញអត់ចាតំណងមែនតើហើយបើនៅខាងលើគឺមាន3បន្ទប់គេង3បន្ទប់ទឹកបន្ថែមបើសិនជាបងចាប់អារម្មណ៍ចង់ឃើញចង់មើលអីអាចខមមិនបានខ្ញុំនឹងអាប់ដេតនៅវីដេអូក្រោយតែមុននឹងឡើងទៅដល់វីដេអូក្រោយឡើងទៅខាងលើចង់ឲ្យបងមើលការរស់នៅជុំវិញនេះដែរព្រោះការរស់នៅបែបធម្មយ៉ាងដែរបងនេះអាចមើលបានបើថាយើងនៅវីឡាតូលអញ្ចឹងគឺអត់ជាប់អញ្ចាំងគ្នាទេហើយរស់នៅបែបឯកជនភាពបងអត់មានជាប់គ្នាញ៉ៃញ៉ៃទេហើយមើលមានផ្ទះភ្ញៀវផ្ទះអីនៅស្រាប់អញ្ចឹងមានន័យថាយើងមានអ្នកចិត្តខាងស្រាប់ណាមិនជាកម្រងដែលឆ្ងាយឬក៏ដាច់ស្រយាលទេហើយគម្រោងនេះទាំងអស់យើងលក់អស់ហើយមានអ្នកចិត្តខាងហើយនៅតែកូនបើមួយទេដោយសារតែយើងទៅភាពចប់ landscape ហើយចិត្តតែចាប់ផ្ដើមបើកលក់អញ្ចឹងទៅអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចាប់អារម្មណ៍តែមួយប្លង់នេះបងអាចទិញជាលុយសុទ្ធក៏បានបងរំលោះក៏បានដែរតម្លៃគេពេញ5,106,800តែបើសិនជាបងចង់បងរំលោះបងគ្រាន់តែមានកញ្ចប់30%បងមុនទេខ្ទង់45,000ឬ46,000ហ្នឹងគឺបងអាចចូលនៅបានហ្មងទីតាំងអត់បាក់ហោទេបងទីតាំងគឺយើងនៅខាងជើងវត្តភ្នៀតនៅខាងផ្លូវទំនប់កប់ស្រូវបងចាប់អារម្មណ៍អាច comment សាក់សួរបានឬមួយក៏បងអាចតាក់ទងមកកាន់លេខទូរស័ព្ទបងដាក់នៅលើ caption បានណាបងចាអញ្ចឹងសម្រាប់បងដែលគាត់មានចំណាប់អារម្មណ៍ចាអាច comment សួរហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀតចាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នេះអរគុណសម្រាប់ការចំណាយពេលមើលចាអរគុណជម្រាបលា